Waikiki គឺជាតំបន់ទីប្រជុំជននៅលើកោះ Oahu នៅ Hawaii នៅទីនេះមានមនុស្សច្រើនមកដោយសារអីវាមានអូតែលមានអីនៅក្បែរនឹង restaurant មាន mall មានអីច្រើនកន្លែង shopping អីចឹងហើយមនុស្សអាចធ្វើដំណើរទៅបានដោយមិនបាច់ជិះឡានជិះអីជួលឡានអីចឹងណាប៉ុន្តែសម្រាប់ខ្ញុំគិតថាឆ្នេរនេះអត់សូវស្អាតទេមើលទៅមានអារម្មណ៍មនុស្សច្រើនដូចនៅឆ្នេរអូឈើទាលយើងអញ្ចឹងប៉ុន្តែឆ្នេរអូឈើទាលយើងសប្បាយជាងដោយសារយើងមានកន្លែងអង្គុយញ៉ាំបកាញ៉ាំមឹកអីនៅនេះអត់មានទេយើងត្រូវមកអង្គុយអញ្ចឹងទៅទេហ្មងហើយទឹកគេក៏មិនសូវស្អាតហើយអាកន្លែងដីខ្សាច់កន្លែងខ្លះវាបែកផុកទៅដោយសារមនុស្សវាច្រើនពេកអញ្ចឹងសម្រាប់ក្នុងទស្សនៈរបស់ខ្ញុំគិតថាឆ្នេរវ៉ៃគីគីនេះអត់ស្អាតហើយចាញ់ឆ្នេរអូឈើទាលហើយឥឡូវនេះយើងបានមកដើរលេងនៅកន្លែង shopping center គេហៅ International Marketplace គេលក់អីវ៉ាអីវ៉ាន់ដោយរបៀបនៅ Eon Mall អញ្ចឹងដែរខ្ញុំមើលទៅដូចស្តៀងគ្នាប៉ុន្តែខ្ញុំគិតថា Eon Mall ដូចរៀងស្អាតជាងអានេះវាគេធ្វើយូរហើយណាយើងប្រៀបធៀបអញ្ចឹងក៏វាមិនត្រូវទេណាព្រោះកន្លែងគេនេះគេមានយូរឆ្នាំហើយ Eon Mall យើងបង្កើតក្រោយមកទេប៉ុន្តែមកអ៊ំចាស់ពីរបីនាក់នេះគាត់ហត់ខ្លាំងហើយនាំគ្នាមកអង្គុយអញ្ចឹងកុំថាតែគាត់ខ្ញុំនឹងក៏រយជើងដែរដើរច្រើនណាដើរតាំងពីល្ងាចមកនៅសមុទ្រផងអីផងហើយឥឡូវមកដល់ឆ្នេរចេញពីឆ្នេរមកចូលហាង shopping center អីចឹងទៀតនៅខាងលើនេះគេមានលក់ម្ហូបអាហារចាហើយ mall នេះប្រហែលជា2ទៅ3ជាន់អីទេហើយអាកាសធាតុល្អហើយស្រួលណាស់ដូចនៅស្រុកខ្មែរយើងពេលយប់អញ្ចឹង